រឿងបេននេះខ្ញុំធ្លាប់បាននិយាយច្រើនដងហើយអាញាធរទាំងអស់នោះបើធ្វើការមិនកើតទេចោះចេញឲ្យពួក PC ពួកបេនពួកក្មេងទំនើងទាំងអស់នោះឡើងធ្វើចបាយខេត្តឡើងធ្វើចបាយក្រុងឡើងធ្វើអភិបាលក្រុងនៅទីតាំងទាំងអស់នោះទៅបើបង្ក្រាបពួកបេនពួក PC នឹងមិនកើតនោះតាក់ទងក្រុមដល់ប្រមូល PC ប្រមូលអីហ្នឹងមួយចេញមកអំណាចខ្លាំងអាងអីអាងចាប់គេទៅប៉ុស្តិ៍អាងអីចាប់គេទៅប៉ុស្តិ៍វាមិនដឹងដីគេម៉ែអស់លោកនឹងវាទុកនៅនឹងតាំងពីអង្ការទេមកដល់គម្រាមគេគម្រាមពលរដ្ឋជាពិសេសអ្នកលក់កញ្ច្រែងល្អីរដ្ឋាភិបាលធ្លាប់បានស្រែកឲ្យថាមិនឲ្យមានការប្រមូល PC ប្រមូលអីពីអ្នកលក់កញ្ច្រែងល្អីតូចទេតែអាក្រុមអ្នកប្រមូល PC តាមផ្សារតាមតំបន់មួយចំនួននៅតែប្រមូល PC ធ្វើទុកបុកម្នេញចំពោះបងប្អូនប្រជាពលរដ្ឋដែលគាត់លក់តាមកញ្ច្រែងតាមអីតូចទៅដែរដែលវាធ្វើការប្រឆាចពីការណែនាំរបស់ថ្នាក់លើតើអស់លោកនឹងអាងអំណាចស្អីអស់លោកអីនឹងក្រោយតែពីការផ្ទុះប្រតិកម្មខ្លាំងតាក់ទងទៅនឹងបុគ្គលម្នាក់ដែលអាងខ្លួនថាជាម្ចាស់បេននៅស្រុកបាកាននៅខេត្តពោធិ៍សាត់ដែលធ្វើការមកទាមទារឬក៏ហៅថាទារលុយកាក់ពីម្ចាស់តាក់ស៊ីនៅលើផ្លូវជាតិដែលកំពុងតែដាក់ម៉ួយនៅស្រុកបាកានខេត្តពោធិ៍សាត់ហ្នឹងឥឡូវក្រោយមានប្រតិកម្មខ្លាំងពីមហាជនកាលពីល្ងាចមិញផ្ទាល់សូមបញ្ជាក់ជូនថាមកដល់ពេលនេះបុគ្គលនេះត្រូវបានប្រមានគឺឲ្យបញ្ឈប់ឲ្យសកម្មភាពតាក់ទងទៅនឹងការដើរប្រមូលលុយភាស៊ីខុសទីតាំងបេនពីសំណាក់បុគ្គលរូបនេះហើយសូមបញ្ជាក់ថាបុគ្គលរូបនេះមានឈ្មោះថាអាំងអានការពិតគឺជាភ្នាក់ងារនៃការដើរប្រមូល PC ទេមិនមែនជាម្ចាស់បេនទេតែតាមរយៈអេយ៉ាបតដ៏ឆ្លើយដ៏ប្រហើនរបស់បុគ្គលរូបនេះដែលចេញមុខលក្ខណៈកាងតែម្ដងដែលទាមទារឲ្យគេបង់ថ្លៃ PC របស់ខ្លួនគណៈដែលប្រជាពលរដ្ឋដែលជាអ្នករត់តាក់ស៊ីនៅទីតាំងនោះមិនបានចូលចំណតរបស់ខ្លួនទេគ្រាន់តែទទួលភ្ញៀវនៅលើផ្លូវជាតិនៅចិត្តទីតាំងបេនរបស់ខ្លួនបែរទៅជាគាត់មកប្រមូលទាមទារឲ្យបង់លុយទៅឲ្យគាត់នៅក្នុងធ្នូជាការដាក់ភ្ញៀវទៅវិញហើយការបញ្ជាក់របស់គាត់គឺមិនឲ្យចេញទេបើមិនមានការបង់លុយគម្រាមរហូតទៅដល់អុសយកទៅប៉ុស្តិ៍យកទៅអីទៅទៀតអញ្ចឹងតាមរយៈសកម្មភាពដ៏ប្រហើនក៏ដូចជាខ្លាំងក្លាបែបគ្មានទំនួលខុសត្រូវឬក៏ហៅថាគ្មានច្បាប់ពីបុគ្គលរូបនេះឥឡូវអាជ្ញាធរស្រុកបាកានបានចេញមកបញ្ជាក់ក៏ដូចជាចេញលិខិតព្រមានហើយខ្ញុំសូមជូនលិខិតព្រមានក៏ដូចជាការបញ្ជាក់របស់អាជ្ញាធរស្រុកបាកានជូនបងប្អូនបន្តិចនៅត្រង់ចំណុចនេះក្នុងនោះបញ្យោងទៅតាមលិខិតព្រមានមួយរបស់អាជ្ញាធរស្រុកបាកាននៅខេត្តពោធិ៍សាត់នឹងបានជូនទៅលោកអាំអានដែលជាភ្នាក់ងារប្រមូល PC របស់ PC ចំណតរថយន្តស្រុកបាកានគឺជាបរិសម្នាក់ដែលនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយហ្នឹងកម្មវត្ថុនេះគឺការបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពប្រមូល PC លើរថយន្តដឹកអ្នកដំណើរដែលមិនមានតម្រូវការប្រើប្រាស់ចំណតឲ្យបង់ថ្លៃ PC នេះគឺការឆ្លើយតបភ្លាមពីអាជ្ញាធរបានថាអាជ្ញាធរស្រុកបាកាននៅខេត្តពោធិ៍សាត់យោងតាមលិខិតដដែលរបស់ស្រុកបាកានហ្នឹងក៏បានបញ្ជាក់ថាលោកអាំអានេះគឺជាភ្នាក់ងារប្រមូល PC របស់ PC ចំណតរថយន្តស្រុកបាកានបានឲ្យបានជឿថាសកម្មភាពរបស់លោកគឺបាននឹងកំពុងតែអនុវត្តផ្ទុយនឹងខ្លឹមសារចម្ពោះទី4ប្រការទី18ដែលមានចែងនៅក្នុងសិភៅបន្ទុកស្ដីពីការធ្វើអាជីវកម្ម PC ចំណតរថយន្តស្រុកបាកានឆ្នាំ2016ដែលមានដូចខាងក្រោមដូចជាការប្រមូល PC លើរថយន្តដឹកអ្នកដំណើរដែលមិនមានតម្រូវការប្រើប្រាស់ចំណតឲ្យបង់ថ្លៃ PC ការប្រើប្រាស់ពាក្យពេចន៍តាំងខ្លួនជាបុគ្គលមានសមត្ថកិច្ចរបស់រដ្ឋបាលស្រុកបាកានដើម្បីប្រមូល PC និងមានអកប្បកិរិយានិងឯកសណ្ឋានមិនសមរម្យជាភ្នាក់ងារប្រមូល PC បាទនេះគឺការបញ្ជាក់របស់អាជ្ញាធរស្រុកបាកានក្រោយតែពីមានបញ្ហានៃការផ្ទុះប្រតិកម្មចំពោះបុគ្គលរូបនេះដែលមានឈ្មោះថាអាំអានហើយដែលតាំងខ្លួនថាជាម្ចាស់បេន PC នៅស្រុកបាកានដែលក្នុងវីដេអូបានបញ្ជាក់អញ្ចឹងហើយព័ត៌មាននេះក៏ខ្ញុំបានផ្សព្វផ្សាយកាលពីល្ងាចមិញផងដែរដោយសារតែមើលពីទង្វើក៏ដូចជាសកម្មភាពហួសហេតុរបស់បុគ្គលរូបនេះក្នុងការដើរប្រមូល PC អញ្ចឹងតាក់ទងអាការដើរប្រមូល PC មិនមែនតែនៅក្នុងទីតាំងនៅស្រុកបាកាននឹងមួយទេតាមតំបន់មួយចំនួនទីអាការប្រមូល PC ខុសរបៀបហ្នឹងគឺមានច្រើនណាស់តែជារួមតាក់ទងទៅនឹងបញ្ហានេះខ្ញុំក៏សូមបញ្ជាក់ក៏ដូចជាលើកឡើងនៅចំណុចមួយចំនួនដោយសារតែរឿងនេះវាមិនមែនកើតនៅតែស្រុកបាកានក៏ដូចជាតាមផ្សារនៅក្នុងខេត្តពោធិ៍សាត់ទេវាកើតនៅច្រើនទីតាំងណាស់កន្លងទៅមានច្រើនដូចជាថ្មីនេះនៅខេត្តស្វាយរៀងគ្រាន់តែរថយន្តដឹកទំនិញឆ្លងកាត់នៅទីតាំង PC មួយក៏តម្រូវឲ្យបង់ថវិកាចូលរដ្ឋដែលមិនមែនបានថាដែលពួកគាត់មិនបានប្រើប្រាស់នៅចំណតទាំងអស់នោះតតែសោះអញ្ចឹងអ្វីដែលការប្រមូលពីសំណាក់ PC ពីសំណាក់ចំណតបេនមួយចំនួនដែលកំពុងតែធ្វើទង្វើខុសនេះខ្ញុំជឿថាអាជ្ញាធរមួយចំនួននោះគឺមិនមែនមិនដឹងទេតែវាខ្លាចតែអាជ្ញាធរទាំងអស់នោះក៏ទេធំបន្លំដេកដឹងហើយតែធ្វើមិនដឹងហើយមើលឃើញដែរតែធ្វើមើលមិនឃើញទៅលើរឿងនេះការនិយាយនេះមិនមែនជាការវាយអួរទាំងអស់ចំពោះអាជ្ញាធរទេតែវាមានអាជ្ញាធរមួយចំនួនក៏ខូចនៅក្នុងរឿងនេះដែរពេលខ្លះមិនមែនពួកគាត់មើលមិនឃើញទេក្រុមអាជ្ញាធរដែលជាអភិបាលក្រុងអភិបាលខេត្តអភិបាលស្រុកដែលកាន់លើជំនាញនេះទាំងអស់
គឺគាត់មិនមែនមើលមិនឃើញទេគាត់មើលឃើញតែឃើញតែរបាយការណ៍លុយដែលចូលទៅក្នុងកប៉ៅតែរបាយការណ៍ដែលពលរដ្ឋរិះគន់បញ្ហាដែលពលរដ្ឋរិះគន់អំពីភាពអសកម្មចំពោះបេនចំពោះបេស៊ីទាំងអស់នោះគាត់ហាក់មើលមិនឃើញអញ្ចឹងវាគឺជារឿងភាពអសកម្មមួយដែលទាមទារឲ្យមានការកែតម្រូវទៅលើរឿងនេះដោយសារតែរឿងបេស៊ីរឿងបេននេះខ្ញុំធ្លាប់បាននិយាយច្រើនដងហើយអាជ្ញាធរទាំងអស់នោះបើធ្វើការមិនកើតទេចោះចេញឲ្យពួកបេស៊ីពួកបេនពួកក្មេងទំនើងទាំងអស់នោះឡើងធ្វើចបាយខេត្តឡើងធ្វើចបាយក្រុងឡើងធ្វើអភិបាលក្រុងនៅទីតាំងទាំងអស់នោះទៅបើបង្ក្រាបពួកបេនពួកបេស៊ីនឹងមិនកើតនោះព្រោះអស់លោកធ្វើការនៅទីតាំងអស់នឹងវាយូរទៅហើយតែមូលហេតុអីបានបង្ក្រាបក្រុមនោះតែនោះមិនកើតគឺដោយសារតែអីដោយសារតែលៀបស្ការៈឬក៏ដោយសារតែអ្វីបានធ្វើវាមិនចេញទៅលើរឿងនេះហើយថ្នាក់លើស្រែកនោះស្រែកទៅហើយស្រែករឿងនេះវាច្រើនពេកទៅហើយរហូតទៅដល់លែងចង់ស្រែកទៅហើយតែវិធានការនៃការដោះស្រាយរបស់ថ្នាក់ក្រោមនឹងវាហាក់មិនមានអ្វីតតែសោះឲ្យវិការឆ្លើយតបទៅនឹងរឿងអស់នេះវាគ្រាន់តែបានផ្ទុះនៅរឿងណាមួយទៅដោះស្រាយតែរឿងនឹងតែរឿងដែលវាដូចគ្នាទាំងអស់ហ្នឹងវាមិនត្រូវបានដោះស្រាយទេដោះស្រាយតែរឿងណាផ្ទុះក្នុងបណ្ដាញសង្គមមកប្រើអញ្ចឹងទៅនេះជាមិនជាការចោទទេតែវាជាតថភាពជាក់ស្ដែងដែរយើងត្រូវចូលរួមកែតម្អទាំងអស់គ្នាយើងកុំចូលចិត្តតែទទួលការសរសើរការរិះគន់មិនចូលចិត្តទទួលនោះវាធ្វើឲ្យវាងាប់ទៅវិញទេម្នាក់ហ្នឹងហើយតាក់ទងរឿងប្រម៉ូ BC ប្រម៉ូអីតាម3ហ្នឹងដែរអ្នកប្រម៉ូហ្នឹងម្នាក់វាដូចជាអស់ចាពេកហើយវាតំណែងខ្លះចង់ធំជាចវាយក្រុងចង់ធំជាចវាយខេត្តទៅហើយខ្ញុំធ្លាប់ជួបរឿងច្រើនហើយតាក់ទងក្រុមដល់ប្រម៉ូ BC ប្រម៉ូអីហ្នឹងមួយចេញមកអំណាចខ្លាំងអាងអីអាងចាប់គេទៅប៉ុស្តិ៍អាងអីចាប់គេទៅប៉ុស្តិ៍វាមិនដឹងដីគេម៉ែអស់លោកនឹងវាទុកនៅនឹងតាំងពីកាលទេមកដល់គម្រាមពលរដ្ឋជាពិសេសអ្នកលក់កញ្ច្រែងល្អីរដ្ឋាភិបាលថ្នាក់លើថ្នាក់ក្រសួងធ្លាប់បានស្រែកឲ្យថាមិនឲ្យមានការប្រម៉ូ BC ប្រម៉ូអីពីអ្នកលក់កញ្ច្រែងល្អីតូចទេតែអាក្រុមអ្នកប្រម៉ូ BC តាមផ្សារតាមតំបន់មួយចំនួននៅតែប្រម៉ូ BC ធ្វើទុកបុកម្នេញចំពោះបងប្អូនប្រជាពលរដ្ឋដែលគាត់លក់តាមកញ្ច្រែងតាមអីតូចទៅដែរដែលវាធ្វើការប្រឆាចពីការណែនាំរបស់ថ្នាក់លើតើអស់លោកនឹងអាងអំណាចស្អីអស់លោកអីហ្នឹង